តៈនឹងខ្លួនសញ្ញាដែលនិយាយពីខ្លួនយើងដែលបងអូនទៅមើលអានោះហើយបងប្អូនដឹងថាវប្បធម៌ខ្មែរនឹងមានតាំងពីណាមកហើយជីវិតរស់នៅរបស់សង្គមខ្មែរវាមិនតែខ្មែរប្រហែលព្រោះសង្គមទៅតាមតនឹងរបត់ប្រវត្តិសាស្ត្រពិភពលោកឬទេតែយើងមើលទីខ្មែរបានកត់ត្រាទុកទាំងអស់ហើយរឿងព្រេងទាំងឡាយមានប្រយោជន៍ណាស់សម្រាប់ប្រជាជាតិមួយហើយមានប្រយោជន៍ណាស់ក្នុងការអប់រំមានប្រយោជន៍ណាស់ក្នុងការដែលរៀបចំនៅសិលធម៌នៅគុណធម៌នៅចរិយាសាស្ត្ររបស់មនុស្សបងមើលរឿងបរោះកំជិលមានប្រពន្ធគ្រប់លក្ខពេលនេះរឿងនោះមួយអស្ចារ្យមែនតើខ្មែរយើងឲ្យតម្លៃទៅលើមេដូច្នេះបានគេឲ្យតម្លៃលើស្ត្រីហ្នឹងណាអ្នកសិក្សាអំពី psychology ចិត្តសាស្ត្រគួរតែអានរឿងហ្នឹងបើខុសពីនាងហ្នឹងទេណារៀបការបានមួយថ្ងៃឡើងអ្នកគ្នាហើយបើបរោះខ្ជិលណាដេកទៅស៊ីអត់ធ្វើអីទេប៉ុន្តែនាងមិនដែលស្ដីឲ្យហើយបរោះហ្នឹងណាសូម្បីតែស្ដាច់ក៏ប្រើអត់បានដែរបើចុងក្រោយបំផុតនាងអត់ប្រើហើយបរោះហ្នឹងព្រមតែកាត់ប្រៃធ្វើនឹងក៏រណោះឲ្យជួខ្សែបានឃើញទេដោយសារនារីគ្រប់លក្ខណៈធ្វើឲ្យបរោះហ្នឹងខ្លាយទៅជាអ្នកមានបងទៅមើលរឿងមាយើងពីយើងអស្ចារ្យមែនទែនអស្ចារ្យមែនត្រឹមតែបង្ហាញស្ត្រីជាធំក្នុងសង្គមគ្រួសារទេណាគេបានបង្ហាញតួអង្គស្ត្រីពីរស្រីខាតលក្ខស្រីគ្រប់លក្ខឃើញប្រពន្ធមាយើងដំបងរូបស្អាតនៅក្មេងប៉ុន្តែជាស្រីខាតលក្ខមាយើងក្រីក្រលំបាកជាប់កពឹសនៅតាមកំពង់ផែហ្នឹងម្លងីបានសំបន្ទុកដៃគាត់ហូបយកបញ្ជ្រួអស់ហើយដល់បានប្រពន្ធនាយសំពៅនេះដូរគ្នាមកនេះឃើញរូបកាយចោមលំពាត់មិនល្អទេប៉ុន្តែនាងម្ដងនេះនាងចប់កជើជាប់កំ plet ពេញកាយកជើពេលនេះបង្ហាញអំពីតម្លៃរបស់ស្ត្រីប៉ុន្តែក្នុងរឿងហ្នឹងមហាដែលយើងរកឃើញអានិយាយទៅតម្លៃនៃវប្បធម៌ខ្មែរគឺចាក់រឹសជើមែនទេប៉ុន្តែខ្ញុំកម្រឃើញបងប្អូនឬអស់លោកអ្នកសិក្សាស្រាវជ្រាវយកមកវិភាគសូម្បីតែពាក្យបងឃើញប្រពន្ធមាយើងទៅដល់ផ្ទះពុនថ្មីនេះណាដូរហើយណាទៅដល់ផ្ទះសួរប្តីគាត់ណាបងណាញាតព្រៀងលៀនញាតព្រៀងលៀនបានអ្នកចិត្តខាងមិនមែនជាបងប្អូនតែញាតមិត្តអានឹងបងប្អូនពាក្យភាសាវាកប់នៅក្នុងរឿងហ្នឹងឃើញហើយអ្នកសិក្សាអត់បានយកគិតច្បាប់ក៏កត់ក្នុងរឿងហ្នឹងព្រះមហាក្សត្របានដាក់ទោសយកមាយើងទៅសម្លាប់ចោលទាំងយប់ហើយអ្នកយានទ្វារនេះបានខាត់ហើយនិទានរឿងមួយទ្វារទិសកកើតទានរឿងមួយទ្វារទិសកាត្បូងទានរឿងមួយទ្វារទិសខាងលិចទានមួយទ្វារទិសខាងជើងទានរឿងមួយចុងបញ្ចប់ដល់ម៉ោងស្ដេចដឹងរឿងថាមាយើងមិនបានទៅមើលងាយអគ្គមហេសីនេះជួយជីវិតអញ្ចឹងហើយមាយើងមកវិញជានេះអានេះជាកតិច្បាប់ល្អណាស់អញ្ចឹងហើយបានជាអ្នករៀនច្បាប់ដែលល្បីនៅលើលោកហ្នឹងគេអត់ដែលចោលរឿងព្រេងស្នាដៃអសរសិល្ប៍ទេបងប្អូនមើលរឿងមហារស័យប្រោះខ្លារឿងកពើនិងអ្នកបរតេសគេនឹងសរសើរកាត់សេចក្តីមិនជាកតិនៃការកាត់សេចក្តីច្បាប់ខ្មែរពីបុរាណរឿងនេះវាអស្ចារ្យអានឹងប្រភេទមួយផ្នែកដែលរឿងព្រេងពីដើមហៅរឿងព្រេងឥឡូវយើងហៅសរសើរវិជាព្រៃផ្នែកមួយនៃដំណើរកថាវិជាព្រៃដំណើរកថាវិជាព្រៃមាន3មានទេវកថាព្រេងកថានិងនិទានកថាទេវកថានោះវាកើតដំណើរគ្នានឹងមនុស្សរស់នៅលើផែនដីហ្នឹងមនុស្សអត់ទាន់យល់ពីបាតុភូតធម្មជាតិអត់ទាន់យល់ទាំងអស់មនុស្សយកអតិទេពមកបញ្យល់រឿងហ្នឹងអ្នកតាទឹកអ្នកតាភ្នំកូនចៅគាត់ជាសួរលោកតាទឹកមកពីណាគាត់មិនដឹងមានអីបញ្យល់គាត់បញ្យល់ថាមានអតិទេពមួយដែលចេះបកកែតំណែងគ្រូជាទឹកឲ្យលេខភូមិទៅជិះភ្នំមកពីណាអតិទេពមួយទៀតតំណែងគ្រូទៅជាភ្នំឲ្យចៅតាយាយទៅចូលគាត់យកទេវៈមកបញ្យល់ស្រុកគេមានដូចគ្នាតែដល់ខ្ញុំសិក្សាស្រាវជ្រាវប្រហែលជា20ឆ្នាំចុងក្រោយនេះណាខ្ញុំដាក់ចិត្តទៅខាងហ្នឹងបាទខ្ញុំឃើញថាអូប្រភេទទេវកថាយើងតិចណាស់ហើយបើយើងនិយាយពីតម្លៃសឹងតែគ្មានទេយើងខំប្រឹងជ្រែកខំប្រឹងពូតផ្ដុំខំប្រឹងកកាយតែបើយើងធៀបទៅទេវកថាឥណ្ឌាទេវកថាក្រិចទេវកថាអេស៊ីបទេវកថាពាក់អស្ចារ្យគេបានរៀបចំឋានានុក្រមអាទិទេពរក្សាសមុទ្រអាទិទេពរក្សាភ្នំអាទិទេពរក្សាពាក្យបណ្ដឹងអាទិទេពរក្សាស្នាដូចជាអង្គរចនាសម្ព័ន្ធសង្គមមួយសប្តាហ៍អញ្ចឹងបងឃើញអញ្ចឹងបើផ្នែកអសរសិល្ប៍នេះបង្ហាញឲ្យឃើញថាគេវិស៊ីវិល័យជាងយើងអត់មានទេអាហ្នឹងយើងមើលទេវកថាគឺសម័យកាលពីបុព្វកាលចុះយើងមើលព្រេងកថាគឺសម័យបុរាណហើយនិយាយពីទីតាំងវត្តសាស្ត្រតួអង្គវត្តសាស្ត្រចុះលក្ខណៈសម្គាល់វាងាយយល់ណាអញ្ចឹងកណាសិក្សាពីព្រេងកថាដែលពាក្យថ្មីគេប្រើនេះបើពីមុនមកគេប្រើតែរឿងព្រេងមួយសម្គាល់រឿងភូមិស្រុករឿងប្រវត្តិមនុស្សប្រវត្តិសត្វវត្តអីហ្នឹងវាតាក់ទងដល់អត្តសញ្ញាណវាតាក់ទងដល់ទំនៀមទម្លាប់ប្រពៃណីចុះរឿងនិទានកថាវាតាក់ទងដល់ការអប់រំអំពីសិលធម៌អំពីជីវភាពរស់នៅអំពីច្បាប់អំពីអីសពបែបយ៉ាងក្នុងនោះត្រូវរស់នៅវាមិនទៅប្រយ័ត្នវាមិនបានអាចរស់នៅបានបើទៅមើលបរិះពីរនាក់នៅផ្ទះក្បែរគ្នាបរិះពីរនាក់ទៅដាក់អន្ទាក់ជាមួយគ្នាអានឹងរឿងនិទានកថារឿងធ្វើមិនដូចរឿងជាងកាត់សក់ដៃឯងនេះគឺរឿងល្អដែលយើងអត់បានយកមកសិក្សាទាំងអស់នឹងជាដំណើរជីវិតនៃមនុស្សខ្មែរតាំងពីបុព្វកាលតរហូតដល់បច្ចុប្បន្ននេះខ្ញុំអត់មានពេលគ្រប់គ្រាន់សម្រាប់និយាយណាចឹងខ្ញុំលើកសង្ខេបបន្តិចទេ
យើងចូលទៅមើលស្នាដៃអក្សរសិល្ប៍សំណេរយើងរកឃើញប្រវត្តិនៃការចេះប្រើអក្សររបស់ខ្មែរយើងមុនគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ហ្នឹងអត់មានជាតិសាសន៍ណាមួយដែលមានអក្សរមុនយើងទេដែលយើងរកឃើញហ្នឹងគឺសិលាចារឹកវោកាញ់ចាក្នុងរាជប្របាទស្រីមារៈដែលចិនហៅថាហ្វាន់ជេម៉ាន់បើប្រភពសិលាចារឹកនេះចាជាភាសាសំស្ក្រឹតទេប៉ុន្តែមានតម្លៃមហាសាលសម្រាប់ប្រជាជនខ្មែរតម្លៃមហាសាលមិនសិលាចារឹកនេះនាំឲ្យដឹងថាជនជាតិខ្មែរនៅសម័យហ្វ៊ុនណានបានគោរពព្រះពុទ្ធសាសនារួចស្រេចទៅហើយព្រះបាទស្រីមារៈនោះព្រះអង្គតែងទៅធ្វើបុណ្យដាក់ទានដល់ទុរគតជនក្រីក្រទី1ទី2បើអត់មានសិលាចារឹកបូកាញ់ទេអ្នកស្រាវជ្រាវមុនយល់ច្រឡំថានៅបូកាញ់ចិត្តញាឆាងហ្នឹងចិត្តដាណាំងហ្នឹងវាជាដែនដីចម្ប៉ាពីបុរាណតែដល់ឃើញសិលាចារឹកមិនថាអូហ្នឹងជាដែនដីខ្មែរពីបុរាណទេបងប្អូនមានតម្លៃដែរហើយតម្លៃមហាសាលទី3គឺថាយើងជាជាតិសាសន៍មួយដែលមានអក្សរសរសេរមុនគេបំផុតអញ្ចឹងបានន័យថាម៉េចបានន័យថាយើងជាអ្នកដែលមានវប្បធម៌មុនគេមិនមែនរស់នៅធម្មជាតិទេមកខ្ញុំបានបញ្ជាក់មនុស្សមានវប្បធម៌ខុសពីសត្វដែលរស់នៅជាធម្មជាតិយើងមានអក្សរសរសេរហើយបានន័យថាយើងចូលដល់យុគសម័យវប្បធម៌មុនគេតំបន់អាស៊ីអាគ្នេយ៍តែយើងចារជាភាសាសំស្ក្រឹតយើងរកឃើញភ័ស្តុតាងច្បាស់នៅសម័យចេនឡាសិលាចារឹកការ611សិលាចារឹកវាកន្ទេលដែលជាសិលាចារឹកមួយអង្គការ UNESCO ទទួលស្គាល់ជាផ្លូវការថាវត្តមានភាសាខ្មែរឃើញប្រើប្រាស់ច្បាស់លាស់យើងអាចនិយាយបានថាមានមនុស្សមានភាសាគឺថាណាភ័ស្តុតាងគឺនេះសិលាចារឹកការ611នេះគឺភ័ស្តុតាងល្អមែនតើយើងមានអក្សរយើងមានភាសាខ្មែរប្រើមុនគេនៅតំបន់ហ្នឹងទីនេះបើកន្លែងហ្នឹងហើយដែលអ្នកសិក្សាស្រាវជ្រាវយើងអត់ស្គាល់ពីតម្លៃណាដូចជាការសិក្សាស្រាវជ្រាវរបស់បងប្អូនជួនកាលបងប្អូនចង់បានបន្ទុកបង្កើតបងប្អូនខ្លាយគ្រូដាក់វិន័យអីទេអាការសិក្សាមួយដែលគ្មាន motivation គ្មានកម្លាំងជំរុញណាដល់ជាការសិក្សានោះវាសោះកក្រវាអត់ចង់រៀនចង់អីបងធ្វើម៉េចឲ្យមាន motivation មានកម្លាំងជំរុញថាអញសិក្សាចប់ទៅធ្វើអីមានប្រយោជន៍អីអានឹងបងប្អូនមានសង្ឃឹមពាក្យខ្មែរណាខ្ញុំសិក្សាតាំងពីពាក្យសុភាសិតពាក្យបដៅពាក្យស្លោកមហាអស្ចារ្យដូនតាខ្មែរនេះមានគំនិតណាស់បងចាំទៅមើលអ្នកផ្សារគេជួបគ្នាគេសួរមិនទេបងលក់ដូរឆ្នាំហ្នឹងមានផ្លូវទេបងមានផ្លូវបានឲ្យចម្រើនណាចំណេញអត់ទេបើអញ្ចឹងគេសួរនេះកូនបងនេះនាងមុំនេះរៀនសូត្រមានផ្លូវទេឃើញទេខ្មែរយើងសម្គាល់មានផ្លូវគឺមានសេចក្តីសង្ឃឹមហើយបើយើងនិយាយពីសេដ្ឋកិច្ចអត់មានផ្លូវអត់មាននិយាយសេដ្ឋកិច្ចទេគ្រូសេដ្ឋកិច្ចអាទិត្យមុនខ្ញុំថាគាត់ជប់មិនប៉ុន្តែអាងមិត្តភក្តិចិត្តដល់តែមិនហ៊ានថាឲ្យខ្ញុំថាសេដ្ឋកិច្ចដូចអីចឹងមកអញយកអញដកសញ្ញាបត្រយកវិញគាត់ថាដកសញ្ញាបត្រមិនគាត់ប្រាប់ខ្ញុំគាត់ថាផលដំឡូងឆ្នាំហ្នឹងគឺបានច្រើនពេកចុះថោកផលស្រូវឆ្នាំហ្នឹងគឺបានច្រើនពេកចុះថោកខ្ញុំប្រាប់ថាអញ្ចឹងអ្នកឯងមិនមែនអ្នកសេដ្ឋកិច្ចគេសួរខ្ញុំហៅទៅមិនមែនអ្នកសេដ្ឋកិច្ចបើកាលណានិយាយពីសេដ្ឋកិច្ចគេនិយាយពីការបែងចែកភោគផលទាំងអស់នោះនៅលើពិភពលោកយើងសប្តាហ៍ថ្ងៃនេះណាអាហារសម្រាប់ឲ្យមនុស្សហូបអត់គ្រប់ទេថែមលើនឹង2ដងទៀតក៏អត់គ្រប់ដែរបងអូនទៅមើលនៅនីហ្សេរីយ៉ានៅកុងហ្គោនៅម៉ូហ្សាំប៊ិកអីមានអីហូបពួកហាម៉ាហៃមាននៅប៉ាឡេស្ទីនអីហើយមិនគាត់និយាយថាច្រើនពីសោះដោយវាការចែកចាយវាអត់គ្រប់ហើយគេសួរខ្ញុំចុះហើយឯងអសរសិល្ប៍សោះឲ្យទៅមើលដល់នោះអសរសិល្ប៍វាតកតងជីវិតវាតកតងសកម្មភាពបើយើងអត់មើលធ្វើមកយើងដឹងឃើញទេអញ្ចឹងសូម្បីតែច្បាប់ខ្ញុំទៅប្រាប់នៅលោកប្រធានតុលាការកំពូលបងជីវកេងបងប្រព័ន្ធច្បាប់យើងដើរអត់ទាន់គេប្រព័ន្ធច្បាប់ពិភពលោកក៏ដើរអត់ទាន់ដែរបងអីសពថ្ងៃប្រើ AI បងមានច្បាប់ AI អត់ទេបងឲ្យយកទៅចាប់គេយកទៅឃុំគេយកទៅគាត់គេពីនេះអញ្ចឹងច្បាប់វាត្រូវសម្របទៅតាមសង្គមវប្បធម៌ដែលមនុស្សរស់នៅអញ្ចឹងអក្សរសិល្ប៍វាជាចំណាយធំណាស់នៅក្នុងសង្គមហ្នឹងនៅក្នុងផ្នែកហ្នឹងមិញខ្ញុំបាននិយាយដល់អក្សរសិល្ប៍សំណេរដែលយើងរកឃើញប្រវត្តិនៃការប្រើភាសាប្រើអក្សរសិល្ប៍សំណេររបស់យើងចែកទៅតាមបែបខ្មែរយើងចែកសម័យបុរាណសម័យកណ្ដាលនិងសម័យទំនើបសម័យបុរាណគឺយើងពឹងផ្អែកទាំងស្រុងទៅលើព្រាហ្មណ៍និយមសម័យកណ្ដាលយើងពឹងផ្អែកទាំងស្រុងទៅលើអក្សរសិល្ប៍ពុទ្ធនិយមគឺដំណើរជីវិតរបស់តួអង្គពោធិសត្វខ្ញុំឃើញលោកគ្រូសំស៊ីវលោកប្រែសភៅនឹងលោកដាក់ត្រូវលោកដាក់ថានិទានជាដកនិទានអានោះជាប្រភេទស្នាដៃនិទានទេប្រពុតលោកនិទានរឿងទាំងអស់នោះមនុស្សគាត់តាមមនុស្សចំណាំទៅរឿងនិទានទីនេះវានិទានពីដំណើរនៃជីវិតហ្នឹងឯងហើយនឹងស្នាដៃអក្សរសិល្ប៍ទំនើបកូនទំនើបហ្នឹងក៏ការឈោះជជែកគ្នាតវ៉ាគ្នាគ្រូមួយទៅគ្រូមួយសាលាមួយទៅសាលាមួយហេតុអីដោយសារអត់យល់ទិសដៅអ្នកខ្លះថាទំនើបចាប់ពីទុំទាវមកអ្នកខ្លះថាទំនើបចាប់ពីរាយទៅអ្នកខ្លះថាទំនើបហ្នឹងចាប់ពីមានពុំអសរមកទិសដៅរបស់គេទំនើបគឺមនុស្សចាប់ផ្ដើមលើកពីតតបញ្ហាតថនៃជីវិតយកមកបង្ហាញនឹងចូលដល់ទំនើបហើយអញ្ចឹងបើបងប្អូនទៅមើលការវិវត្តនៃស្នាដៃបច្ចឹមប្រទេសមាន5សម័យកាល
បោះគេល្អមែនទេដល់ណាthế nên chẳng bọc kia là mà dáng, bảo hiểm của mà dáng đấy, chất trong nước màu vĩnh, sơ sầm máy bò ran, con khi nó ở dưới nó vô đang làm phí chi phía tầm niệm tụi nó bây ní bảo dưới dương tụi Apple Prime biết mấy tụi Apple biết mấy trong máy cáo, sau khi chẳng bơi sừng cung mà, hết bờ dưới thì chỉ âm phí sừng cung với nhé, dương châu từ đó sừng cung, sạc cái phùm hơi, miền sạch hơi thì hạt chiên nộp cô mình